អ្នកគ្នាជឿតាជិះពីជីផាតដើមដុលគិរីអស់តែរយៈពេល20នាទីអត់ជឿមែនមានន័យជឿមកខ្ញុំកុហកហ្នឹងចឹងនេះគឺជាវីដេអូដែលខ្ញុំទៅជីផាតខែ7ឆ្នាំ2025កាលខ្ញុំទៅហ្នឹងតាំងពីផ្លូវគេមិនតាន់ធ្វើហើយចឹងយើងនាំគ្នាណាត់ថា welcome ម៉ោង5ឥឡូវនេះដោយសារតាកូននោះវាមកគេងមួយខ្ញុំវាសុំគេងមួយហើយកាលហ្នឹងយើងនាំគ្នាទៅជុំគ្នានៅ PT តែកុំតាន់អាចជេរខ្ញុំមកវីដេអូតាំងពីមុនឆ្លោះគ្នាមួយអាប៉ាក់សៀមហ្នឹងទៀតតមកយើងមកញ៉ាំបាយនៅមុខពេជ្រណិលហ្នឹងនៅមុខក្រាស់សាំង PT ពេជ្រណិលដោយសារតែការខ្ញុំទៅហ្នឹងមេឃភ្លៀងតាំងពីម្ពិញរហូតដល់ជីផាតជាប់រហូតតែវាមិនភ្លៀងខ្លាំងវាគ្រាន់អរ៉ាតែដោយសារភ្លៀងរ៉ាក់ហ្នឹងពេលធ្វើឲ្យជីតាមផ្លូវទៅគឺភ្លៀងជោកហ្មងគឺខ្ជិលពាក់អាវភ្លៀងជ្រុលសើមដល់ហ្នឹងហ្មងទៅឥឡូវយើងឈប់នៅស្រែអំបិលដើម្បីទិញអីតិចតួចហើយក៏យើងធ្វើដំណើរទៅទៀតឥឡូវនេះយើងមកដល់ពាក់កណ្ដាលផ្លូវដល់ជីផាតហើយកាលហ្នឹងផ្លូវអត់ទាន់មានកស៊ូទេឥឡូវនេះយើងកំពុងចាំឆ្លងសាឡាងដើម្បីទៅខាងសហគមន៍ដោយសារតែការខ្ញុំទៅហ្នឹងសាឡាងធំហ្នឹងក៏អាចឆ្លងតបានហើយតពួកខ្ញុំមកគេនៅ The Stop Stay ហើយសំខាន់ខ្ញុំទៅសើកូនខ្មែរមែននេះញ៉ែមែននិយាយទៅគេថាប្រើគ្រប់ទឹកលុយមកតមកយើងនាំគ្នាចោះទៅក្រោមហ្នឹងដើម្បីទៅលេងទឹកទីទៅខ្ញុំភ្លេចតែពេលហ្នឹងអត់បានយកស្បែកជើងនៅសម្រាប់ដូរទេហើយទឹកនៅក្រោមហ្នឹងយើងលេងបានតែកេមទេដោយសារតែនៅកណ្ដាលទឹករៀងទ្រុញខ្លាំងដែរហើយតពីលេងទឹកហើយយើងនាំគ្នាញ៉ាំបាយនៅកន្លែងហ្នឹងគេហ្នឹងនិយាយទៅយើងឲ្យគេធ្វើម្ហូបឲ្យតពីញ៉ាំបាយយើងនាំគ្នាជីស្បែកជើងឡើងច្រើនគីឡូដែរដើម្បីទៅទឹកជ្រោះមកកន្លែងដែលហៅថាទឹកជ្រោះ7ជាន់ហើយសំខាន់ទៅសើគ្នាដែរពេលហ្នឹងផ្លូវស្គាល់ផ្លូវហ្នឹង 1% តែហ៊ាន 99% ដើរតាំងអត់មានគេជូនទៅពេលហ្នឹងអត់មានមេតំបន់មានអីជូនយើងទៅទេយើងចេះតែដើរតាមដានហ្នឹងទៅហើយពេលហ្នឹងក៏បានឈប់សួរគេតាមផ្លូវតិចតួចដែលគេចេញពីនឹងមកដែរឥឡូវចង់ក្រោយបានមកដល់ដែរចេះសណាងចេះដើរត្រូវដែរដោយសារតែការខ្ញុំទៅហ្នឹងវាភ្លៀងអញ្ចឹងវាទឹកវាមានទឹកឃើញទឹកជ្រោះស្អាតវាមកល្មមលេងនិយាយទៅវាឃើញទឹករៀងមកក្រាន់ស្អាតនិយាយទៅពេលហ្នឹងពងស្ទាក់សើតែចង់ហត់ក្បាលទៅមុនតែរហ៊ានតែខ្លាចមានថ្មនៅក្នុងហ្នឹងតបមកក៏យើងនាំគ្នាមួយទឹកលេងនៅក្នុងហ្នឹងជុំគ្នាថតរូបហើយក៏យើងបានចេញទៅវិញតែពេលចេញទៅវិញមេឃឡើងភ្លឺចាស់ហើយសំខាន់ណាស់ពេលផ្លូវដើរចេញមកវិញហ្នឹងស្មានតែមេឃយប់ឯពួករៀងល្ងិតដល់ពេលមកដល់នេះមេឃឡើងភ្លឺហើយអាផ្លូវវាហ្នឹងវារៀងល្អិលដែរគ្នាខ្ញុំដួលមួយអ្នកដែរហើយសម្រាប់ខ្ញុំវិញគឺកូនខ្មែរលើកទី1ដែលបានពាក់ផ្ទាត់ឡើងភ្នំហើយសំខាន់ផ្ទាត់ហ្នឹងប៊ីសដាច់សងលុយគេទៀតចឹងឃើញអាវខ្ញុំផ្លាក់ពីក្រោយហ្នឹងដឹងតែមានន័យថាម៉េចហើយជប់ឡើងហ្នឹងក៏យើងបានយកសាច់គោដែលយើងទិញពីស្រែអំបិលយកមកប្រឡាក់អាំងញ៉ាំជុំគ្នាទៅកាត់ចាស់កាត់ឡើងពេលហ្នឹងសាច់គោបានតែម្នាក់2ដុំហើយបន្លែទាំងអស់ហើយសំខាន់ការហ្នឹងតបោះតង់ព្រួយក៏អត់ពូកក៏អត់និយាយទៅគឺអត់អីទាំងអស់ហើយមេឃឡើងល្ងាតែកូនខ្មែរនៅរស់បានធម្មតាចឹងផឹកថ្ងៃទី2នេះវាមេឃនៅតែភ្លៀងទៀតតែវាចោះអាប់ចោះអីទៅវាតិចនិយាយទៅខ្ញុំស្រឡាញ់មកដល់ពេលយើងដកដង្ហើមមកយើងលឺអត់សលេងទឹកភ្លៀងទៀតវាមានអារម្មណ៍ថាវាតិចខួរក្បាលមកហើយកន្លែងដែលខ្ញុំគេងនេះគឺយើងគេងយប់ឡើងទៅយើងលឺអត់សលេងទឹកហូរនេះទៅវា release stress យើងបានច្រើនតែពេលហ្នឹងមាន stress អីហ៎តិចតែឃើញខ្ញុំញ៉ាំអាមីថៃមកចែកប្រាប់ឲ្យដល់វីដេអូនេះថតតាំងពីមុនសង្គ្រាមមួយអាពួកថៃហ្នឹងនិយាយទៅពេលយើងដើរលេងយើងមានមីកំប៉ុងតាមខ្លួនហ្នឹងវាដូចជាអាហារពេលព្រឹកយើងជួយយើងបានដល់ពេលខ្ញុំនិយាយមែនខ្ញុំតសើកូនខ្មែរយ៉ាងមែនចេះច្នៃយកមកធ្វើចក្រានដើម្បីអាំងឲ្យអាវស្ងួតអាមេរិកចេះអីគេជប៉ុនចេះស្អីគេឥឡូវកូនខ្មែរដើរ3ជំហានមុនហ្នឹងហើយបើថាម៉ូតូមួយបាច់និយាយសើផុកឯសារផ្លូវកាលហ្នឹងអត់មានកស៊ូមានអីទៅជីហាភ្លៀងឡោតហើយចឹងយើងមកញ៉ាំអីនៅម្ដុំឆាយខ្ពស់តែពេលហ្នឹងលេងបៀអត់ឈ្នះគេព្រោះអារម្មណ៍ពងនៅឃ្លានបាយតមកយើងមកញ៉ាំកាហ្វេចេញពីញ៉ាំកាហ្វេយើងនាំគ្នាឡើងឆ្លងដរទៅវិញពេលហ្នឹងលើកទី1ប៉ះតកង់អាយុ8ឆ្នាំតែបបិសោត10ឆ្នាំដោយសារតែពេលយើងមកដងយើងឆ្លងអាដរធំតែពេលយើងទៅវិញយើងឆ្លងអាដរទូចតែតកង់ខ្ញុំហ្នឹងសួរពេលហ្នឹងសួរមកម៉ូតូហ្មងដល់ពេលរៀងដាច់ផ្កាដែរថាគិតលើម៉ូតូតូចម៉ូតូធំចឹងបន្ទាប់ពីយើងនាំគ្នាឆ្លងដរទៅវិញពេលហ្នឹងមួយរៀងស្លេកមុខដែរដោយសារតែកាលហ្នឹងលើកដំបូងកាលជិះហ្នឹងអង្គុយស្តុកចុះផ្អៀងទៅឆ្វេងខ្ញុំបន្តិចចឹងតែម៉ូតូទៅក្នុងហ្នឹងស្រង់មិនទៅតែអត់អីវាធម្មតាអូចេះគិតទៅដាក់ជើងចតុលខុសទៅចេញពីនឹងមកក៏យើងនាំគ្នាទៅមកកន្លែងទៀតដែលវា view point ពេលផ្លូវចេញទៅក្រៅដែរទេ
ចឹងកន្លែង view point មួយហ្នឹងអារម្មណ៍វាឲ្យដូចនៅមណ្ឌលគិរីចឹងវីដេអូមានតែប៉ុណ្្នឹងខ្ជិលដាក់ footage ពី GoPro មកវា clean memory